បាទបងប្អូនអរគ្នាថ្ងៃនេះគឺម៉ូតូមួយនេះគឺហុយផ្សែងបាទហើយចាប់ផ្ដើមមើលទាំងអស់គ្នាតើដំណាក់កាលមុនដំបូងយើងធ្វើមិនបាទម៉ូតូនេះគឺសិតតែបងប្អូនបាទហើយខ្ញុំយកទៅលាបម្ដងហើយបាទច្រើនតែពួកម៉ូតូគាត់រស៊ីដឹកត្រីដឹកអីទៅយកប្រឡាក់អុកប្រឡាក់អីរំស្ទើរបានលាបអញ្ចឹងយកមកឲ្យជំរុញលេបឲ្យហើយចាប់ផ្ដើមរើម៉ាស៊ីនបណ្ដោយអញ្ចឹងម៉ូតូនេះគឺដឹកធន់ណាស់បាទដឹកធន់មែនតើឥឡូវយើងចាប់ផ្ដើមរើដើម្បីដូរនៅយ៉េនដូរនៅពីស្តុងដោយសារតែហុយផ្សែងហើយគឺយើងផងបាទមុនដំបូងគឺចាប់ផ្ដើមដោះឆ្លងចេញដោះឆ្លងដោយសម្ាំងបាទម៉ូតូដែលយើងរើគឺរៀបចូលទៅវិញដូចគ្នាដែរបាទរបស់ដែលយើងរើមុនហើយគឺយើងដាក់ទៅវិញក្រោយរបស់ដែលក្រោយដាក់ទៅវិញមុននេះវាច្រាស់គ្នាអញ្ចឹងណាបាទហើយយើងចាប់ផ្ដើមយកសម្ាំងមកដើម្បីរៀបឆ្លាស់បន្តិចបាទឆ្លាស់បន្តិចតបន្តិចគឺយើងចាប់ផ្ដើមដោះមកវិញក៏បានដោះឆ្លងក៏បានបាទអត់មានអីបាទទេបាទគឺការងារម៉ូតូមានតែប៉ុណ្ណឹងបងប្អូនបាទរបស់ដែលយើងរើមុនយើងដាក់ក្រោយរបស់យើងរើក្រោយទេយើងត្រូវដាក់មុនដូចសីម៉ាំងអញ្ចឹងបាទដូចសីម៉ាំងអញ្ចឹងយើងរើម៉ាស៊ីនរួចម៉ាស៊ីនយើងតម្លាក់មកក្រោយគេណាបងប្អូនបាទយើងតម្លាក់ក្រោយគេយើងដាក់ទៅវិញមុនគេតបដាក់ម៉ាស៊ីននេះរួចដល់ហើយចាប់ដាក់សីម៉ាំងនេះហើយវាច្រាស់នេះអញ្ចឹងបងប្អូនបាទយើងចាប់ដាក់មួយនៅខ្សែដើម្បីបង្ហូរប្រេងសិនកាលណាយើងបង្ហូរប្រេងអស់មកយើងដោះខ្សែកាទៀយកកាទៀជាក្រោយកុំឲ្យវារៀបប្រេងវាឡាកាលណាយើងបានបង្ហូរប្រេងទេដោះចេញមកពុជបាទគឺប្រេងខ្សែវាហ្នឹងហើយហើយយើងរបៀបយើងធ្វើឲ្យស្អាតផងដែរគឺយើងយកនៅសំកែតបាទយើងដាក់ត្រង់មកបាទឬក៏មានកណ្ដាស់ឲ្យយើងយកដាក់ក្រោមនោះមកដើម្បីការពារកពុះប្រេងកាលណាកពុះប្រេងមកគឺមានកណ្ដាស់ហ្នឹងគឺការពារនៅខាងក្រោមកុំឲ្យវាប្រឡាក់កន្លែងនេះពេកប្រឡាក់លើស៊ីម៉ងគឺពិបាកមើលណាស់បាទណាមួយយើងត្រឡប់ស្អាតគឺធ្វើនៅស្អាតបាទចាប់ផ្ដើមយកកាទៀយើងចេញដើម្បីរើនៅខាងស្បែកយកបាទស្បែកយកឬក៏ស្បែកញ៉ាក់ហ្នឹងឥឡូវយើងចាប់ផ្ដើមយកកាទៀចេញរួចរាល់ហើយបាទយើងក៏យកនៅសោសម្រាប់ដោះនៅត្រឡោកស្បែកយកឬក៏បងប្អូនហៅថាស្បែកញាក់បាទស្បែកហ្នឹងគឺមាន3ដុំផងដែរយើងកំពុងតែដោះខ្ចៅដោះរងបាទរងទ្របកន្លែងកតិចស្បែកកាលណាកតិចស្បែកមកគឺនៅជាប់កន្លែងខ្ចៅខ្ញុំដោះមិនហើយបាទឥឡូវចាប់ផ្ដើមយកចេញមកខាងក្រៅដើម្បីមើលនៅខ្ចៅដោះនៅត្រឡោកស្បែកយករបស់យើងបាទឥឡូវខ្ញុំប្រើសោយើងយ៉ាងស្រស់ស្អាតផងដែរបាទនៅខ្ចៅត្រឡោកស្បែកអង្គការបាទយើងដោះខាងមុខមកបន្តទៅទៀតយើងដាក់ខ្ចៅយើងសុបតិចបងប្អូនបាទកាលណាយើងបានដាក់ខ្ចៅយើងឲ្យតឹងទេគឺយើងដោះចេញមកគឺអាចនឹងផ្លាត់មកអាចរីកខូចខ្ចៅហើយបាទអាចរីកខូចខ្ចៅយករងទៅចេញមកស្អាតមកហើយយើងដាក់ធំដែរមិនមែនតែរើមកបោះទេបាទវាមានធំសម្រាប់ដាក់ខ្ចៅតាមគ្រឿងមកដែរហើយចាប់ដើមដាក់ចូលនៅធំបាទហើយចាំមើលយើងពិនិត្យមើលទាំងអស់គ្នាបាទតើម៉ូតូនេះមូលហេតុអ្វីបានជាខូចនៅយ៉េនខូចនៅពីស្តុងបាទឥឡូវចាប់ដើមដោះរឿងមួយមកយកឬសឿមកវិញចេញមកឲ្យខាងក្រៅមើលតាមវគ្គថាស្នើបាទយករងចេញតទៅទៀតគឺយើងចាប់ដើមយកនៅតាក់បូកខ្យល់បាទតាក់បូកខ្យល់ចេញមកខាងក្រៅដើម្បីរឿងឆ្លាស់កាន់តែឆ្លាស់តិចដើម្បីយើងរើម៉ាស៊ីនវាស្រួលបាទហើយយើងមុខខ្សែអៀបាទដោះនៅក្របវិស្តុងរ៉ាបាទហើយបំទៀតមានអីមានដោះនៅមានសាំងបាទនេះចាប់ដើមដោះនៅមានសាំងហើយបាទហើយមានសាំងនេះគឺរបូតនៅបាត់កន្ទៈបូតអីអស់ហើយបាទគឺគេដោតទៅនៅខាងលើហ្នឹងដើម្បីការពារកុំឲ្យពេលយើងលាងទឹកទៅនឹងសាច់ចូលមានសាំងយ៉ាងហើយមកគេដាក់ទៅរៀងវិញតិចបាទកាលណាបានដាក់ទៅទៅយើងដាក់ទឹកលាងទៅនឹងអាចជ្រាបចូលដល់មានសាំងបញ្ហាម៉ូតូប្រឆេះអត់ស្រួលទៀតមកទូតាបាទឥឡូវយើងយកបេនចេញមកក្រៅហើយក៏ចាប់ដើមដោះនៅនំដេបាទដោះខ្សែនំដេពីដើមហ្នឹងខ្សែ6លី3ហ៊ុនបាទប្រើសលេច10ឥឡូវចាប់ដើមទីនំដេចេញមកក្រៅបាទក៏មិនទេនេះដោះអៀមកបាទដោះអៀឲ្យវាស្រឡះតិចការនៅសាលាការដែលយើងធ្វើការងាយស្រួលបងប្អូនបាទការងាយស្រួលវាមិនសូវជាទើសដៃបាទឥឡូវយើងតាមដោះនៅតាក់បូក្រោមបាទតាក់បូទូចនៅក្រោមហ្នឹងកន្លែងហ្នឹងគឺបញ្ចេញខ្យល់បាទពេលយើងបញ្ចេញទៅបញ្ចេញខ្យល់ដូចជាសំណាំងចឹងផាច់កាលណាយើងបានដាក់តាក់បូបន្ថយកម្ដៅហ្នឹងទេគឺវាអត់កើតបងប្អូនបាទអញ្ចឹងត្រូវតែមានតាក់បូហ្នឹងសម្រាប់បន្ថយនៅកម្ដៅផងដែរដូចខ្ញុំនិយាយដែរឡើយចឹងបងប្អូនបាទតាក់បូនេះពេលដូចជាសំណាំងចឹងបាទសម្រាប់យ៉ាងព្រោះអីកម្ដៅចេញមកពីខាងកន្លះមកគឺចេញមកតាមហ្នឹងបាទហើយបន្តទៀតយើងចាប់ដើមដោះនៅតុំតិចកាមណាមុនដល់តុំតិចកាមនេះគឺយើងបទូខ្ចៅទេបាទយើងបទូខ្ចៅអត់ឲ្យផុតទេ
គឺយើងដើម្បីយើងមើលកាមបាទគាត់មើលកាមតែកាមនោះអាចប្រើការឬកុំកើតបាទការឬកុំកើតឥឡូវយើងចាប់ផ្ដើមដោះនៅខ្សែកាមផ្សេងព្រោះយើងវាស់មើលរួចរាល់ហើយបាទហើយចាប់ទាញនៅញោមកាមចុងក្រោយមកបាទទូខ្សែនេះតិចបាទទូខ្សែតិចទៀតដោយសារវារៀនតឹងតិចទៅយើងយកញោមកាមមកចេញបាទហើយរួចរាល់ហើយយើងចាប់ផ្ដើមដោះនៅខ្សែចំហៀងពីដើមមកខ្សែទុកជាមួយនឹងសាមីបាទទុកនឹងសាមីហើយបន្តទៀតយើងដោះនៅខ្សែកន្លះបាទខ្សែកន្លះនេះគឺ4គ្រាប់ផងដែរហើយខ្សែ4គ្រាប់នេះគឺមានរងមួយស្លឹកគឺពណ៌ប្រភេទបាទគឺពណ៌ស្ពតមួយស្លឹកចំកន្លែងនេះจะរងខ្សែបូមព្រៃខ្ញុំកន្លែងនេះក៏ខ្ញុំឆ្ងល់ដែរបងប្អូនបាទនេះក៏ក្រុមហ៊ុនគេផលិតមកដាក់កន្លែងខ្សែនឹងកន្លែងបូមព្រៃហ្នឹងពណ៌ស្ពតបាទកន្លែងចាប់ដើមឆ្កឹះយកនៅរងយើងចេញបាទយករងយើងចេញបន្តទៅគឺយើងយកសាមីយើងចេញមកក្រៅហើយផលិតមើលដល់សាមីហ្នឹងមូលហេតុអ្វីបានជាផ្សែងបាទដោយសាររឿងតឹងបងប្អូនបាទកន្លែងនេះឥឡូវយើងយកចេញមកក្រៅរួចរាល់ហើយបាទចាប់ដើមដោះយកនៅជាទីយកព្រាពីស្ទងចេញបាទឥឡូវខ្ញុំផលិតមើលរបស់នេះបាទឥឡូវដោយសារធ្លាក់នេះតិចទេបាទគឺស្គូតនៅពីស្ទងខ្លាំងមែនតើមិនអាចប្រើប្រាស់បានទេចឹងយើងត្រូវដូរចេញថ្មីបាទហើយយើងស្រាយខ្សែភ្លើងកន្លែងគ្រប់ប្លង់ឆ្មោដើម្បីយើងរើនៅខាងប្លង់បាទចឹងយើងដោះនៅខ្សែឆ្នន់នោះដែរកាលណាយើងដោះខ្សែឆ្នន់ទេកន្លែងគឺរីងជាអៀតផងដែរបងប្អូនបាទជាអៀតមែនតើចឹងត្រូវតែយកចេញកន្លែងឆ្លាស់ដកចេញឆ្លាស់មកបន្តមកទៀតគឺយើងចាប់ដើមដោះនៅខាងពញ្ញងលកាមពញ្ញងច្បាក់បាទដោះខ្សែពញ្ញងច្បាក់ហើយច្បាក់គាត់គឺអស់ហើយឃើញបងប្អូនបាទគឺសឹកអស់ហើយកន្លែងពញ្ញងច្បាក់ខាងក្រោយហ្នឹងខាងមុខនិយាយថាខុសមកទេបងប្អូនបាទអស់លេងឃើញទេបាទគឺញងមុខហ្នឹងគឺសឹកខ្លាំងមែនតើសឹកខ្លាំងមែនតើលើកោះដីជាស្អាតតិចដល់ថាយើងដាក់សោចូលវាកើតវាជំអៀតគឺថាដីវាច្រើនព្រោះគាត់ជីទៅគាត់ក៏មិនសូវសម្អាតណាស់ដែរបាទឥឡូវរួចរាល់ហើយយើងចាប់ដើមយកម៉ាស៊ីនយើងចុះមកកោដើម្បីយើងងាយស្រួលនឹងរើនៅម៉ាស៊ីនយើងគឺយើងប្រេងអស់សិនកាលណាប្រេងនឹងច្រើនគឺយើងយកមកនៅខាងក្រោមគឺអាចនឹងប្រឡាក់បាទអាចនឹងប្រឡាក់ប្រមាណនេះឡាក់ព្រោះខ្ញុំត្រូវការធ្វើស្អាតបាទហើយនឹងប្រឡាក់ដីខាងក្រោមហ្នឹងគឺប្រេងជួយស្អាតផងដែរឥឡូវចាប់ដើមមករួចរាល់ហើយកោះដីចេញរៀងស្អាតតិចកាលណាយើងយកកាទាចេញមកគឺអាចនឹងដីចូលក្នុងប្រវត្តិវាឆ្ងាយបាទកោះដីវាស្អាតតិចឥឡូវចាប់ដើមយកចេញមកក្រៅមកខ្លាំងនេះរៀងចាំថ្ងៃនេះបងប្អូនមកដោយសារថ្ងៃចាំចូលឥឡូវយើងយកកាទាយើងចេញហើយបាទយកចេញមកគឺយើងត្រូវផលិតមើលម្ដងមួយផងដែរបាទហើយសម្រាប់យើងផលិតមួយយេនគោះមួយយេនហ្នឹងតើយេនហ្នឹងវាអាចប្រើការរត់តាមតើទៅបាទព្រោះយេននេះគឺឆេះបាត់ហើយគឺវាសូបាទគឺសូហើយសូពឹកគឺលងមិនអាចដាក់ប្រើការទេហើយដោះមកត្រូវផលិតមើលនៅរងបាទនៅស្ពីលេខតែពេលច្រើនមិនសូវខូចទេស្ពីលេខគាត់ថាសឹកគេទូចអាចដាក់ប្រើចូលទៅវិញបាទបើសិនជាស្ពីលេខនេះសឹកខ្លាំងឬងាវបើសិនជាយើងដូរងាវហើយគឺអត់ស្ងាត់ទេបងប្អូនបាទដូរងាវថ្មីគឺអត់ស្ងាត់ទេបញ្ហាមកពីស្ពីលេខនេះគឺសឹកខ្លាំងតែសឹកខ្លាំងហើយគឺលឺហើយបងប្អូនបាទលឺគ្រប់លេខបាទលឺគ្រប់លេខបើសិនជាលេខ1គឺមិនសូវលឺបាទលេខ2លេខ3លេខ4ហ្នឹងគឺលឺហើយគឺខ្លាំងបាទលេខ1គឺលឺដែរប៉ុន្តែតិចតែយើងលាងមើលសិនបាទលាងមើលម្ដងទៀតលាងស្អាតដើម្បីយកឲ្យជើងកន្លងគាត់ដូរខ្លះនៅយេននិងសពកជេនផងដែរបាទយើងលាងស្អាតទេបងប្អូនបាទហើយយើងមើលជើងរត់នឹងដាក់វីដេអូបន្តឲ្យបងប្អូនមើលទៀតបាទការរៀបចូលទៅវិញយ៉ាងម៉េច